នៅក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ចុងក្រោយនេះចំណេះដឹងរបស់មនុស្សជាតិយើងទៅលើចក្រវាឡមានការវិវត្តយ៉ាងលឿនទៅមុខគឺចាប់តាំងពីការយល់ឃើញថាផែនដីជាចំណុចកណ្ដាលនៃចក្រវាឡវិវត្តទៅដល់ការរកឃើញ Galaxy រាប់ពាន់លានដោយនៅក្នុង Galaxy នីមួយៗមានពេញទៅដោយផ្កាយដូចជាព្រះអាទិត្យរបស់យើងនេះរហូតដល់ទៅរាប់ពាន់លានឯណោះបាននិយាយអំពីចំនួនផ្កាយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងចក្រវាឡរបស់យើងនេះអ្នកវិទ្យាសាស្ត្រតែងតែធ្វើការប្រៀបធៀបថាប្រសិនជាផ្កាយមួយស្មើនឹងគ្រាប់ខ្សាច់មួយបើទោះបីជាគេអាចរាប់គ្រាប់ខ្សាច់ទាំងអស់នៅគ្រប់ឆ្នេរសមុទ្រនៅលើភពផែនដីរបស់យើងទាំងមូលក៏ដោយក៏ចំនួនគ្រាប់ខ្សាច់នេះនៅមិនទាន់ស្មើនឹងចំនួនផ្កាយសរុបនៅក្នុងចក្រវាឡរបស់យើងនេះបាននៅឡើយនោះដែរហើយនេះគេនិយាយតែអំពីចក្រវាឡដែលយើងអាចសង្កេតមើលឃើញបានឬហៅថា observable universe តែប៉ុណ្ណោះជាមួយនឹងការយល់ដឹងអំពីភាពធំល្វឹងល្វើយនៃចក្រវាឡនេះសំណួរដ៏ចម្បងមួយក៏បានចោទឡើងផងដែរគឺថាតើនៅក្នុងចក្រវាឡនេះភពផែនដីរបស់យើងគឺជាកន្លែងតែមួយគត់ដែលមានជីវិតឬក៏ជីវិតអាចមានវត្តមាននៅកន្លែងណាផ្សេងទៀតនេះពេលដែលគេនិយាយដល់ជីវិតក្រៅភពផែនដីនេះគេអាចសំដៅទាំងទៅលើទម្រង់ជីវិតសាមញ្ញជាបាក់តេរីនិងទាំងទៅលើទម្រង់ជីវិតជឿនលឿនដូចជាមនុស្សយើងហើយដែលយើងតែងតែហៅដោយសាមញ្ញថាមនុស្សក្រៅភពតើតើទៅនឹងវត្តមាននៃមនុស្សក្រៅភពនេះនៅឆ្នាំ1961តារាវិទូអាមេរិកមួយរូបឈ្មោះ Frank Drake បានបង្កើតសមីការមួយដើម្បីគណនាអំពី probability ថាតើគ្រាន់តែនៅក្នុង Galaxy Milky Way របស់យើងនេះមួយអាចមានជីវិតក្រៅភពប៉ុន្មានដែលជាជីវិតមានអរិយធម៌ជឿនលឿនមានបច្ចេកវិទ្យាទំនាក់ទំនងឆ្លងភពហើយអាចតាក់ទងជាមួយនឹងមនុស្សយើងបានយោងតាមសមីការរបស់លោក Frank Drake នេះដែលគេច្រើនហៅតាមភាសាអង់គ្លេសថា The Drake Equation ចំនួនអរិយធម៌ក្រៅភពដែលអាចមានទំនាក់ទំនងជាមួយនឹងយើងបានគឺអាស្រ័យទៅលើកត្តាចម្បងមួយចំនួនក្នុងនោះគឺរួមមានអត្រានៃការចាប់កំណើតផ្កាយឬនិយាយដោយសាមញ្ញគឺអាស្រ័យថាតើនៅក្នុង Galaxy Milky Way របស់យើងនេះមានផ្កាយចំនួនប៉ុន្មានដួងតើនៅក្នុងចំណោមផ្កាយអស់ទាំងនោះមានប៉ុន្មានភាគរយដែលជាប្រព័ន្ធផ្កាយមានភពស្ថិតនៅជុំវិញដូចជាប្រព័ន្ធព្រះអាទិត្យរបស់យើងក្នុងចំណោមភពទាំងនោះទៀតសោតតើមានប៉ុន្មានភាគរយដែលមានលក្ខខណ្ឌអំណោយផលដល់ជីវិតហើយក្នុងចំណោមភពដែលមានលក្ខខណ្ឌអំណោយផលដល់ជីវិតនោះតើមានប៉ុន្មានភាគរយដែលមានជីវិតកើតឡើងពិតប្រាកដក្នុងចំណោមភពដែលមានជីវិតកកើតឡើងនោះតើមានប៉ុន្មានភាគរយដែលជីវិតអាចវិវត្តទៅជាទម្រង់ជីវិតជឿនលឿនមានបញ្ញាដូចជាមនុស្សដែលគេហៅតាមភាសាអង់គ្លេសថា intelligent life ហើយក្នុងចំណោមជីវិតជឿនលឿនទាំងនោះតើមានប៉ុន្មានភាគរយដែលជាអរិយធម៌ជឿនលឿនរហូតអាចមានបច្ចេកវិទ្យាតាក់ទងឆ្លងទីអវកាសបានកត្តាសំខាន់ចុងក្រោយតើអរិយធម៌ជឿនលឿនអស់ទាំងនេះអាចមានវត្តមាននៅលើភពរបស់ពួកគេបានក្នុងរយៈពេលយូរប៉ុណ្ណាកត្តាចុងក្រោយនេះគឺជាកត្តាដ៏ចម្បងបំផុតមួយនៅក្នុងសម័យកាលរបស់ Drake ពីព្រោះថាតាមក៏ពិតទៅកាលពីមុនមានអ្នកវិទ្យាសាស្ត្រមួយចំនួនផ្សេងទៀតក៏ធ្លាប់បានលើកយកហេតុផលស្រដៀងនឹងផ្នែកខ្លះនៃសម័យកាលនេះដែរដើម្បីប៉ាន់ស្មានឃើញថាវត្តមានមនុស្សក្រៅភពគឺអាចមានច្រើនក៏ប៉ុន្តែនៅពេលនោះសំណួរដ៏ចម្បងមួយត្រូវចោទឡើងដោះស្រាយមិនចេញជាពិសេសគឺសំណួរចោទឡើងដោយអ្នកវិទ្យាសាស្ត្រអ៊ីតាលីដ៏ល្បីឈ្មោះមួយរូបឈ្មោះថា Enrico Fermi នៅឆ្នាំ1950 Enrico Fermi នៅក្នុងការជជែកជាមួយនឹងមិត្តរួមការងារបានលើកឡើងថានៅក្នុង Galaxy Milky Way របស់យើងនេះមានផ្កាយរហូតដល់ទៅរាប់រយពាន់លានឯណោះក្នុងចំណោមផ្កាយដ៏ច្រើនសន្ធឹកសន្ធាប់នេះលទ្ធភាពដែលអាចមានប្រព័ន្ធផ្កាយវិលជុំវិញដៃភពដែលមានលក្ខខណ្ឌអំណោយផលដល់ជីវិតបើទោះបីជាមាននៅក្នុងអត្រាដ៏ទូចមួយក៏ដោយក៏នៅតែអាចមានចំនួនយ៉ាងច្រើននោះដែរដូច្នេះបើសិនជាជីវិតនៅលើភពផែនដីរបស់យើងនេះមិនមានលក្ខណៈពិសេសក៏ប៉ុន្តែផ្ទុយទៅវិញវាជាលក្ខណៈទូទៅនៅក្នុងចក្រវាឡវត្តមាននៃជីវិតក្រៅភពគឺត្រូវមានច្រើនហ
ហើយដោយសារតែ Galaxy Milky Way នេះមានអាយុកាលរហូតដល់ទៅជាង 10,000 លានឆ្នាំពូលគឺយូរជាងអាយុផែនដីរហូតដល់ទៅជាង2ដងឯណោះដូច្នេះជីវិតក្រៅភពទាំងនេះខ្លះអាចចាប់កំណើតមុនយើងឆ្ងាយហើយក៏អាចមានពេលច្រើនជាងយើងឆ្ងាយក្នុងការវិវត្តទៅជាអរិយធម៌ដែលមានបច្ចេកវិទ្យាទំនើបអាចបញ្ជូនសញ្ញាឆ្លងកាត់អវកាសក្នុងរយៈចម្ងាយឆ្ងាយហើយប្រហែលជាត្រូវមានបច្ចេកវិទ្យាអាចធ្វើដំណើរឆ្លងប្រព័ន្ធផ្កាយផងក៏អាចថាបានបើសិនជាដូច្នេះមែនសំណួរដែលចោទឡើងថាតើហេតុអ្វីបានជាយើងមិនដែលឃើញមានភស្តុតាងឬតម្រុយអ្វីសោះអំពីវត្តមាននៃមនុស្សក្រៅភពតើក្រៅពីមនុស្សយើងដែលនៅលើផែនដីនេះអ្នកផ្សេងទៀតនៅឯណាសំណួរនេះដែលត្រូវបានចប់ឈ្មោះថាជា Fermi Paradox ជាសំណួរដែលតាំងពីពេលនោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគេនៅតែមិនទាន់អាចរកចម្លើយបានសមស្របណាមួយនៅឡើយក៏ប៉ុន្តែនៅក្នុងសម័យកាល Drake មានធាតុផ្សំចម្បងមួយដែលអាចជាគន្លឹះឆ្លើយទៅនឹងសំណួរនេះគឺថេរវេលានៃវត្តមានអរិយធម៌នីមួយៗនិយាយដោយសាមញ្ញគឺថាតើជីវិតក្រោយពីវិវត្តទៅជាអរិយធម៌ជឿនលឿនមានបច្ចេកវិទ្យាអាចតាក់ទងឆ្លងភពបានហើយតែអាចបន្តស្ថិតថេរនៅបានក្នុងរយៈពេលប្រហែលឆ្នាំតទៅមុខទៀតបើសិនជាអាចស្ថិតថេរបានក្នុងរយៈពេលខ្លី probability ដែលមនុស្សក្រៅភពអាចមានវត្តមានក្នុងអំឡុងពេលត្រួតគ្នាអាចតាក់ទងគ្នាក៏វាមិនអាចមានច្រើននោះដែរពីព្រោះថាលំហបើទោះបីជានៅត្រឹមតែនៅក្នុង Galaxy Milky Way របស់យើងមួយនេះក៏ដោយគឺវាមានទំហំធំហើយពីផ្កាយមួយទៅផ្កាយមួយគឺវាមានចម្ងាយឆ្ងាយចម្ងាយពីចុងម្ខាងទៅចុងម្ខាងទៀតនៃ Galaxy Milky Way របស់យើងនេះគឺមានរហូតដល់ទៅប្រមាណជាង 10,000 ឆ្នាំពន្លឺឯណោះដែលនេះមានន័យថាបើទោះបីជាគេអាចធ្វើដំណើរក្នុងល្បឿនបានលឿនស្មើនឹងល្បឿនពន្លឺក៏ដោយគេត្រូវការពេលរហូតដល់ទៅជាង 10,000 ឆ្នាំឯណោះទើបអាចធ្វើដំណើរពីចុងម្ខាងទៅចុងម្ខាងទៀតបានហើយបើយើងមើលលើភពផែនដីរបស់យើងនេះមនុស្សយើងអ្វីត្បិតតែមានវត្តមានជាជីវិតមានបញ្ញាឬហៅថា intelligent life តាំងពីរាប់ម៉ឺនឆ្នាំមុនក៏ប៉ុន្តែទើបតែនៅក្នុងរយៈពេលប្រមាណជាង100ឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលយើងអាចមានបច្ចេកវិទ្យាតាក់ទងទំនើបដែលយើងអាចចាប់ផ្ដើមផ្សាយតាមរលកធាតុអាកាសជាលើដំបូងទើបនឹងកាលពីឆ្នាំ1895ហើយរលកសញ្ញាដែលយើងបញ្ជូនជាពិសេសទៅកាន់ទីអវកាសសម្ដៅទៅរកមនុស្សក្រៅភពហើយដែលគេតែងតែហៅតាមភាសាអង់គ្លេសថា irreversible message គឺយើងទើបនឹងបានធ្វើជាលើកទី1កាលពីឆ្នាំ1974ពោលគឺមិនដល់50ឆ្នាំមុននេះផងនោះទេដូច្នេះបើទោះជាយើងរាប់ចាប់តាំងពីការផ្សាយតាមរលកធាតុអាកាសជាលើដំបូងក៏ដោយតម្រុយនៃវត្តមានរបស់មនុស្សនៅលើភពផែនដីយើងនេះទើបនឹងត្រូវបានផ្សព្វផ្សាយចេញទៅក្នុងទីអវកាសបានក្នុងចម្ងាយយ៉ាងច្រើនបំផុតត្រឹមប្រមាណជា100ឆ្នាំពន្លឺតែប៉ុណ្ណោះដែលនេះវាគឺជាចម្ងាយដ៏ខ្លីសម្បើមណាស់បើធៀបទៅនឹងមុខកាត់សរុបរបស់ Milky Way ដែលមានរហូតដល់ទៅជាង 10,000 ឆ្នាំពន្លឺយើងអាចសាកល្បងគិតមើលថាប្រសិនបើនៅក្នុង Galaxy Milky Way នេះមានមនុស្សក្រៅភពដែលចាប់កំណើតក្នុងពេលប្រហែលនឹងមនុស្សយើងមានបច្ចេកវិទ្យាអាចបញ្ជូនសារតាមរលកធាតុអាកាសឆ្លងភពប្រហែលយើងក៏ប៉ុន្តែស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា 50,000 ឆ្នាំពន្លឺពីយើងត្រូវរងចាំរហូតដល់ទៅ 50,000 ឆ្នាំទៀតឯណោះទើបសារដែលយើងបញ្ជូនចេញពីផែនដីនេះអាចធ្វើដំណើរទៅដល់កន្លែងនោះហើយបើសិនជាមនុស្សក្រៅភពនោះទទួលបានសាររបស់យើងហើយសម្រេចឆ្លើយតបមកវិញយើងត្រូវរងចាំ 50,000 ឆ្នាំបន្តមកទៀតទើបចម្លើយនោះអាចធ្វើដំណើរមកដល់យើងវិញបានរហូតដល់ពេលនោះគេមិនប្រកាសទេថាមនុស្សយើងអាចនៅបន្តមានវត្តមាននៅលើភពផែនដីដើម្បីអាចទទួលចម្លើយនោះបានដូច្នេះសរុបជារួមមកវិញបើគិតទៅតាមសម័យកាល Drake នៅក្នុង Galaxy Milky Way របស់យើងដែលមានទំហំជាង 10,000 ឆ្នាំពន្លឺហើយមានអាយុកាលរហូតដល់ទៅជាង 10,000 លានឆ្នាំហើយនោះបើទោះជាមានមនុស្សក្រៅភពច្រើនក៏ប៉ុន្តែបើមនុស្សក្រៅភពទាំងនេះ
ចាប់កំណើតនៅក្នុងពេលផ្សេងគ្នាពីយើងហើយមានវត្តមានក្នុងរយៈពេលខ្លីយើងក៏មិនអាចរកមនុស្សក្រៅភពទាំងនោះឃើញបាននោះដែរមនុស្សក្រៅភពខ្លះអាចចាប់កំណើតឡើងតាំងពីរាប់ពាន់លានឆ្នាំមុនគឺតាំងពីពេលដែលភពផែនដីរបស់យើងនៅមិនទាន់កកើតឡើងនៅឡើយផងហើយទម្រាំតែមនុស្សយើងចាប់កំណើតនៅលើភពផែនដីមនុស្សក្រៅភពទាំងនោះត្រូវស្លាប់ផុតពូជទៅវិញអស់តាំងពីរាប់លានឆ្នាំមុនមកម្ល៉េះឬក៏មានមនុស្សក្រៅភពខ្លះទៀតទើបនឹងចាប់កំណើតថ្មីមិនទាន់មានបច្ចេកវិទ្យាតាក់ទងឆ្លងភពបានឬក៏ទើបនឹងអាចបញ្ជូនសញ្ញាឆ្លងភពនៅពេលថ្មីក៏ប៉ុន្តែដោយសារតែមនុស្សក្រៅភពទាំងនោះស្ថិតនៅឆ្ងាយពីយើងដូច្នេះសញ្ញាដែលពួកគេបញ្ជូនចេញមកក៏នៅមិនទាន់អាចធ្វើដំណើរមកដល់ផែនដីរបស់យើងនៅឡើយហើយទម្រាំតែសញ្ញានោះមកដល់មនុស្សយើងក៏ប្រហែលជាលែងមានជីវិតរស់នៅលើភពផែនដីនេះតទៅទៀតហើយក៏អាចថាបាន